តើអ្នកអាចកំណត់អត្ថន័យនៃការរស់នៅដែលពោរពេញទៅដោយសេចក្តីសុខបានឬទេខ្ញុំតែងតែគិតថាអ្វីទៅអាចវាស់នៅតម្លៃស្តង់ដារនៃសេចក្តីសុខបានជាមិត្តភក្តិដែលជួយគ្នាក្នុងគ្រាអាសន្នជាបងប្អូនដែលយល់ចិត្តគ្នាច្បាស់ឬក៏ជាមនុស្សជាទីស្រឡាញ់ដែលផ្ដល់ឲ្យអ្នកគ្រប់យ៉ាងមិនរុញរាប្រសិនបើការជួបជុំគឺជាការចែករំលែកនូវស្នាមញញឹមនិងក្តីស្រឡាញ់នោះតើអ្នកយល់ព្រមទទួលយកក្តីសុខបែបនេះទេក៏ព្រោះតែនៅទីបញ្ចប់ជីវិតនៅតែបន្តទៅមុខឥតឈប់ឈរហើយអ្នកក៏គួរតែជ្រើសរើសថែរក្សាបែបផែនជីវិតដែលមានតែការចងចាំក្តីស្រឡាញ់និងបទពិសោធន៍ផ្សេងៗដែលជីវិតបានផ្ដល់ឲ្យដើម្បីបំពេញបន្ថែមនៅបរិយាកាសរស់នៅឲ្យកាន់តែសម្បូរបែបបឹងបេះដូងនៃគម្រោងបរិយា Lone City Lottery គឺជាកន្លែងកម្សាន្តដ៏ល្អឥតខ្ចោះសម្រាប់កម្សាន្តជួបជុំបន្ទាប់ពីការប្រកបការងារអាជីវកម្មដ៏មមាញឹកពេញមួយថ្ងៃឬជាការជួបជុំនិងសកម្មភាពជួបជុំផ្សេងៗដោយរួមបញ្ចូលឲ្យមានហាងកាហ្វេកន្លែងបោះតង់កន្លែងហាត់ប្រាណកន្លែងពិកនិចកន្លែងក្មេងលេងនិងជាច្រើនទៀតនៅក្នុងសហគមន៍តែមួយនេះហើយគឺជាអត្ថន័យនៃការរស់នៅដ៏ប្រណិតដែលមិនអាចពិពណ៌នាបានជាមួយពាក្យសម្ដីអ្វីទាំងអស់បរិយា Lone City ការរស់នៅប្រកបដោយភាពស៊ីវិល័យនិងឯកជនភាព